Cha số giấy bong bóng ở kia cha thay níมันkhi phút vừa một chụp bong bóng sáng chỉ thay đằng tiệt hói cha thay ní đá ta bong bóng sọc sải chia tế cha thay ní nín nhôm năng lượng dọc sầm lò có cô còn điếng một bong hai chui bong bóng tu sân à cha bong bóng muốn năng chập nám xong bong bóng complete chui subscribe ao channelมันkhi phút bọc cho mình nè mùi phong ná cha ở con cha chân xôm chơi bong bóng ở cái một tam đan tu sân à đôi to tứ cha ta ní cứ chỉ kêu xóm cha bông bồn ní cứ chỉ trái cha trong pra trái đó trong cá sò nắng cha mình toàn một tiết cứ miền sạch ruột cha ní cứ chỉ sạch ruột bảy chỗ anh nó bông bồn cha trong hành về rụi hói cha hay ní cứ chấm kường cha không lúc cứ miền cha ní cứ sặc cây bông bồn hay ní cứ cột sặc cây hay ní cứ rụng đến rồng miết tầm xó sặc rụi xào cha dừng lì sặc phong cô phong chăm tao một tiết cơ miên ông co lính prahok ông bờ sco xó bị chén preng chá preng chóng cha mong ônនេះគឺបន្លែបងប្អូនចាគឺនេះគឺជាដើមកណ្ដៀងបងប្អូនចាដើមកណ្ដៀងនេះគឺខ្ញុំបានបេះវារួចហើយគឺយើងទុកស្លឹកវាតែពី3ស្លឹកត្រួយវាទេបងប្អូនគឺខ្ញុំអត់សូវយកស្លឹកទេណាគឺខ្ញុំយកតែដើមវាទេចាដើមកណ្ដៀងនេះគឺវាមានសន្តានបែបហ្នឹងបងប្អូននេះដើមវាអញ្ចឹងហើយវាមានរឹសវារឹសសដូចរឹសមអមអញ្ចឹងបងប្អូនវាដុះនៅតាមវាលស្រែពេលខែធ្លាក់ភ្លៀងអញ្ចឹងសបោចាបងប្អូនលើយើងចាប់ដើមធ្វើចាយើងយកគ្រឿងដែលយើងហាន់ហើយយើងមកកិនលេចូលគ្នាបងប្អូនចាមានស្លឹកគ្រៃដើមស្លឹកគ្រៃរំដេងរមៀតខ្ទឹមសស្លឹកក្រូចសើចចាយើងកិនលេបញ្ចូលគ្នាឲ្យម៉ត់ណាចាបងប្អូនឥឡូវយើងចាប់ដើមយកដើមកណ្ដៀងហ្នឹងយើងយកមកបុកវាបងប្អូនចាបងប្អូនដើមកណ្ដៀងនេះគឺវាមានរសជាតិវាល្វីងបងប្អូនល្វីងដូចស្ដៅអញ្ចឹងនៅពេលដែលយើងយកមកស្លគឺយើងត្រូវយកវានឹងមកបុកវាធ្វើម៉េចឲ្យវាបែកចេញទឹកដើម្បីយើងពូតទឹកអាជាតិល្វីងចេញពីដើមកណ្ដៀងនឹងចេញបងប្អូនបើយើងអត់ពូតទឹកវាចេញទេល្វីងយើងញ៉ាំអត់កើតទេអញ្ចឹងយើងបុកបំបែកវាទេដើម្បីយើងពូតទឹកចេញពូតទឹកជាតិល្វីងនឹងចេញចានេះបងប្អូនគឺខ្ញុំបុកបានប៉ុណ្ណឹងយើងបុកអត់ឲ្យម៉ត់ពេកទេដើមកណ្ដៀងនឹងសបោបងប្អូននៅតាមស្រែវាលស្រែពេលខែធ្លាក់ភ្លៀងអញ្ចឹងវាដុះមកដូចតកួនអញ្ចឹងបងប្អូនពេលដែលវាធ្លាក់ភ្លៀងអញ្ចឹងវាដុះមកហើយពេលដែលទឹកឡើងបងប្អូនទឹកឡើងវាលូតតាមទឹកវាហ្នឹងហើយកណ្ដៀងឆ្លក់ទឹកចានេះបងប្អូនខ្ញុំបុករួចហើយណាឥឡូវខ្ញុំពូតទឹកវាចេញចាយើងបុកទៅវាចេញទឹកអញ្ចឹងនេះបងប្អូនទឹកហ្នឹងល្វីងណាបងប្អូនចឹងខ្ញុំពូតទឹកហ្នឹងចេញមកសាសិនណាចានេះទឹកវាហ្នឹងឡើងពណ៌ខៀវគឺនេះគឺខ្ញុំអត់យកស្លឹកវាទេណាបងប្អូនស្លឹកវាគឺខ្ញុំទុកតែពី3ស្លឹកនៅត្រួយវាទេគឺខ្ញុំយកតែដើមវាទេណាចានេះបងប្អូននេះទឹកវាល្វីងណាបងប្អូនដល់យើងពូតចេញចាបន្តមកទៀតគឺខ្ញុំយកវានឹងមកច្បាច់ជាមួយនឹងអំបិលម្ដងទៀតណាបងប្អូននេះចាខ្ញុំដាក់អំបិលចូលដើម្បីច្បាច់ជាតិល្វីងហើយនឹងជាតិជ័រវាបងប្អូនវាមានជាតិជ័រជាតិល្វីងហ្នឹងយើងច្បាច់អំបិលហ្នឹងទៅដើម្បីវាចេញមកតាមអំបិលហ្នឹងឲ្យអស់ពេលដែលយើងធ្វើអញ្ចឹងបងប្អូនវាលាក់រសជាតិល្វីងហ្នឹងគឺវានៅតិច
ពេលយើងស្លទៅគឺដូចយើងស្លស្លឹកម្រះអញ្ចឹងវានៅល្វីងតិចតិចតែបើថាបងប្អូនមិនចូលចិត្តរសជាតិល្វីងសោះហ្មងបងប្អូនអាចយកវាទៅស្រុះទឹកក្តៅម្ដងទៀតក៏បានដែរបងប្អូនយកទៅស្រុះទឹកក្តៅគឺថាអស់ជាតិល្វីងហើយប៉ុន្តែនេះគឺខ្ញុំអត់ស្រុះទឹកក្តៅទេគឺខ្ញុំគ្រាន់តែចំបាច់អំបិលវាទេព្រោះយើងសម្លកកូរយើងទុកឲ្យវាមានរសជាតិល្វីងតិចតិចឆ្ងាញ់ចានេះបងប្អូនទឹកយើងពូតអំបិលមិញក៏វាចេញទឹកមកច្រើនណាស់នេះចាំតមកទៀតគឺយើងយកវានឹងទៅលាងទឹកសម្អាតទៅណាបងប្អូនលាងទឹកសម្អាតរសជាតិប្រៃរបស់អំបិលនឹងចេញទៅបងប្អូនខ្លះគាត់អត់សូវស្គាល់ទេបងប្អូនដើមកណ្ដៀងហ្នឹងដោយសារតែសម័យមុនបងប្រជាជនយើងចូលចិត្តស្លដល់ពេលឥឡូវគឺថាប្រទេសយើងរីកចម្រើនសបោបន្លែបងប្អូនសបោបន្លែសបោអីច្រើនទៅពេលអញ្ចឹងអត់សូវមានអ្នកស្លទេហើយគេអត់សូវបេះមកលក់នៅទីផ្សារពេលអញ្ចឹងបងប្អូនមួយចំនួនក៏អត់សូវស្គាល់ទេចាបងប្អូននេះខ្ញុំលាងជំរះទឹកពី3ទឹកណាឲ្យអស់ជាតិអំបិលហើយនឹងជាតិជ័ររបស់វាបងប្អូនចាឥឡូវយើងចាប់ដើមចម្អិនណាបងប្អូននេះខ្ញុំដាក់ប្រេងឆាដើម្បីបំពងប្រហុកចាយើងកូរប្រហុកនឹងឲ្យឈ្ងុយចាំយើងដាក់គ្រឿងចូលចានេះគឺគ្រឿងដែលយើងបានកិនហើយអំបាញ់មិញយើងដាក់កូរជាមួយប្រហុកនឹងឲ្យឈ្ងុយទៅណាចាបងប្អូនដើមកណ្ដៀងនេះគឺយើងអាចយកវាទៅស្លម្ជូរក៏បានដែរណាអញ្ចឹងលើកនេះគឺខ្ញុំស្លកកូរដើមកណ្ដៀងហ្នឹងចាំវីដេអូលើក្រោយខ្ញុំនឹងយកដើមកណ្ដៀងនេះទៅស្លម្ជូរជូនបងប្អូនទស្សនាវិញម្ដងចាំបន្ទាប់ពីគ្រឿងនិងប្រហុករបស់យើងបានឈ្ងុយហើយឥឡូវខ្ញុំចាក់សាច់ជ្រូកចូលបងប្អូនចាសម្លកកូរបងប្អូនយើងស្លសាច់ជ្រូកលាយជាមួយនឹងត្រីណាបានឆ្ងាញ់ដើម្បីវាមានជាតិខ្លាញ់ខ្លះចានេះបងប្អូនយើងកូរសាច់ជ្រូកឲ្យវាឆ្អិនរៀងឆ្អិនបន្តិចសិនណាចាំយើងដាក់ត្រីចូលតាមក្រោយចាឥឡូវខ្ញុំដាក់ត្រីចូលហើយនេះបងប្អូនចាបន្ទាប់ពីដាក់ត្រីចូលហើយយើងចាប់ដាក់គ្រឿងចូលតែម្ដងបងប្អូនចាខ្ញុំដាក់ប្រេងខ្យងចំនួន1ស្លាបព្រាចូលចាបន្តមកគឺមានប៊ីចេងអំបិលស្ករសចាបងប្អូនលៃទៅតាមបរិមាណសម្លរបស់បងប្អូននៅត្រូវស្លទៅណាចំពោះគ្រឿងអស់ហ្នឹងណាចាបងប្អូនឥឡូវខ្ញុំចាប់ដើមដាក់អង្ករលីងនេះបងប្អូនចាយើងដាក់អង្ករលីងពេលហ្នឹងគឺយើងដាក់ឲ្យសម្លរបស់យើងnóមានក្លិនឈ្ងុយបងប្អូននេះខ្ញុំដាក់ពេលហ្នឹងតែបងប្អូនត្រូវមើលផងខ្លាចយើងដាក់អង្ករលីងទៅខ្លាចជាប់ខ្លោចបាត់ឆ្នាំងណា
cha những nặng còn lên tới cứ tha thùng chung ngôi tem đó bóng bốn cha tầm nó cứ dương chạm tật chỗ dương chạm tật đầm bì ở ngào trời hay năng sạch chút nó ở chợ ấn đó bóng bốn cha dương cũng crop bị ở phụ sân tới bóng bốn này lỡ sầm lọt mà dương ban phụ hay niệm cha dương sòng phụ nâng chơi nhé nè phụ nâng chơi mong pong pra học của mong pong giờ mong pong pra học cho môi nâng krương á bây giờ là bảy phụ chuyện đua phụ nâng tranh tới cha mong ố này lỡ sầm lò dương chợ này lỡ không chậm đam cần điên nâng trâu đấy nè cha dương phụ sầm lò đang ruột chít từ tan chấm nón chết được bong ố đấy nó hơi trong cái chuyện đam cần điên nâng trâu tay mà đòn cha hơi nít cửa ông con linh mong ôn cha trong thai bằng con linh pì lờ mình tách tiếp đâm bay ở sầm lò có cô bao giờ rất tay thùng chân ngồi cha ok bóng ôn phần nắng chỉ ca sạch hết sầm lò của cô đam cần điên bao giờ cứ thang nghi bóng ôn cứ thang nghi bàn tay ruột chít chân anh tem đó nó bóng ôn chọn đơn tham ruột chít rằng mấy bóng ôn xả là bóng thờ nè cứ tham like một tem đó cha ở con bóng ôn cha xong chìm đẹp lìa